ប្រាយុទ្ធសាស្ត្រទីផ្សារ7ពណ៌លក់ដាច់ខ្លាំងនៅក្នុងអាជីវកម្មដើម្បីឲ្យអតិថិជនទិញផលិតផលរបស់អ្នកក៏បីត្រូវធ្វើយ៉ាងណាឲ្យអតិថិជនបានស្គាល់ពីផលិតផលជឿជាក់លើផលិតផលរបស់អ្នកជាមុនសិនទើបពួកគេសម្រេចចិត្តទិញយ៉ាងណាមិញដើម្បីឲ្យអតិថិជនស្គាល់និងជឿជាក់លើផលិតផលរបស់អ្នកតើតើអ្នកមានភាពឆ្លាតវៃនៅក្នុងការធ្វើទីផ្សារដើម្បីឲ្យអតិថិជនបានស្គាល់ពីផលិតផលរបស់អ្នកនិងជំរុញឲ្យផលិតផលរបស់អ្នករំកិលទៅជិតដល់ដៃអតិថិជនបំផុតខាងក្រោមនេះគឺជាយុទ្ធសាស្ត្រទីផ្សារចម្រុះ7ពណ៌ឬគេហៅថា 7PS ដែលម្ចាស់អាជីវកម្មគួរតែស្វែងយល់ដើម្បីឲ្យផលិតផលរបស់ខ្លួនឈានមុខនៅក្នុងទីផ្សារ1ផលិតផល Product ជាដំបូងអ្នកត្រូវគិតគួរធ្វើឲ្យខ្លាំងបំផុតទៅលើផលិតផលរបស់អ្នកត្រូវធ្វើយ៉ាងណាឲ្យផលិតផលរបស់អ្នកមានគុណភាពមានការវេចខ្ចប់ត្រឹមត្រូវមានអនាម័យនិងទាក់ទាញមានពណ៌ដែលទាក់ទាញអតិថិជនមានការបង្ហាញពីរបៀបប្រើប្រាស់ជាដើមជំនាញដំបូងបំផុតដើម្បីជោគជ័យក្នុងទីផ្សារអ្នកគួរតែធ្វើឲ្យផលិតផលរបស់អ្នកមានភាពទាក់ទាញជាមុនសិន2 Price ចំណុចទី2គឺការកំណត់តម្លៃណាមួយដែលសមរម្យនិងទទួលបានទាំងអ្នកនិងអតិថិជនរបស់អ្នកការកំណត់តម្លៃគួរកំណត់ក្រោយពេលចំណាយលើថ្លៃផ្សេងៗដូចជាវត្ថុធាតុដើមការវេចខ្ចប់ថ្លៃដឹកជញ្ជូនថ្លៃឈ្នួលបុគ្គលិកនិងការចំណាយផ្សេងៗទៀតបន្ទាប់មកអ្នកអាចកំណត់នៅចំនួនប្រាក់ចំណេញប៉ុន្មានភាគរយនៃថ្លៃដើមជាដើមម្យ៉ាងទៀតយុទ្ធសាស្ត្រនៃការកំណត់ថ្លៃដូចជាពី$1បន្ថយមកសល់ត្រឹមតែ 0.90 សេនក៏ជាយុទ្ធសាស្ត្រមួយផងដែរវាជាយុទ្ធសាស្ត្រដែលធ្វើឲ្យអតិថិជនមានអារម្មណ៍ថាផលិតផលរបស់អ្នកថោកជាងគេថោកជាងគ្នាក៏ប៉ុន្តែជាក់ស្ដែងវាខុសគ្នាត្រឹមតែ1កាក់តែប៉ុណ្ណោះ3 Promotion ចំណុចទី3នេះគឺការធ្វើផ្សព្វផ្សាយនិងការបញ្ចុះតម្លៃពិសេសដើម្បីឲ្យធ្វើយ៉ាងណាអតិថិជនរបស់អ្នកស្គាល់ពីផលិតផលរបស់អ្នកអាចប្រើប្រាស់នៅវិធីសាស្ត្រផ្សព្វផ្សាយតាមប្រព័ន្ធផ្សេងៗដូចជា Facebook, YouTube, website ទូរទស្សន៍ វិទ្យុនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាដើមទៀត4 Place ចំណុចទី4គឺទាក់ទងទៅនឹងទីកន្លែងអ្នកគួរតែជ្រើសរើសទីតាំងសម្រាប់លក់ផលិតផលរបស់អ្នកនៅទីកន្លែងណាមួយដែលក្បែរនឹងអតិថិជនគោលដៅរបស់អ្នកបំផុតហើយគួរតែផ្ដល់នូវភាពងាយស្រួលដល់អតិថិជនរបស់អ្នកនៅក្នុងការទិញផលិតផលរបស់អ្នកដូចជាការផ្ដល់នូវទីតាំងដែលមានមនុស្សអ៊ូអរច្រើនមិនសូវកកស្ទះចរាចរណ៍មានកន្លែងចតទូលាយបង្កើននៅបណ្ដាញចែកចាយផលិតផលរបស់អ្នកឲ្យបានកាន់តែច្រើន5 People ត្រង់ចំណុចនេះសំដៅលើមនុស្សឆ្នើមសម្រាប់ជួយទៅដល់អាជីវកម្មរបស់អ្នកនៅពេលដែលអ្នកមានបុគ្គលិកពូកែស្លៀកពាក់តុបតែងខ្លួនបានស្អាតបាតនិយាយស្ដីមានក្រមសីលធម៌វានឹងជួយដល់ការលក់ឬបម្រើសេវាកម្មរបស់អ្នកទៅកាន់អតិថិជនឲ្យមានការពេញចិត្តកម្រិតខ្ពស់ដែលធ្វើឲ្យពួកគាត់ឈានទៅដល់ការសម្រេចចិត្តទិញផលិតផលរបស់អ្នកឬសេវាកម្មរបស់អ្នក6 Process សំដៅលើដំណើរការរបស់អ្នកនៅក្នុងការពំនាំផលិតផលឬសេវាកម្មរបស់អ្នកបង្ហាញទៅដល់អតិថិជនមួយវិញទៀតវាជាដំណើរការដែលអ្នកចាំបាច់ត្រូវដឹងអំពីរបៀបដែលអតិថិជននឹងប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នកមានដំណើរការបែបណាដើម្បីអ្នកអាចផ្ដល់ភាពងាយស្រួលបន្ថែមទៀតទៅដល់ពួកគាត់7 Physical Evidence គឺសំដៅទៅលើទ្រព្យសម្បត្តិដែលធ្វើឲ្យអតិថិជនមានភាពជឿជាក់ទុកចិត្តទៅលើអាជីវកម្មរបស់អ្នកជាឧទាហរណ៍អតិថិជននឹងមិនទិញផលិតផលគ្មានប្រភពមិនជឿជាក់លើអាជីវកម្មដែលមិនមានទីតាំងច្បាស់មិនមានក្បាលម៉ាស៊ីនដឹកនាំច្បាស់ឬអាជីវកម្មដែលមិនត្រូវបានច្បាប់ទទួលស្គាល់ជាដើមដូច្នេះអ្នកត្រូវតែរកស៊ីដោយធ្វើឲ្យអតិថិជនជឿទុកចិត្តទៅលើអាជីវកម្មរបស់អ្នកផលិតផលឬសេវាកម្មរបស់អ្នកក្នុងនាមជាម្ចាស់អាជីវកម្មអ្នកក៏បីពិចារណាចំណុចទាំង7ខាងលើនេះឲ្យបានខ្លាំងបំផុតដើម្បីធ្វើយ៉ាងណាឲ្យអតិថិជនស្គាល់ជឿជាក់និងចាប់អារម្មណ៍លើផលិតផលរបស់អ្នករហូតដល់ឈានការទិញ
នៅពេលណាដែលផលិតផលរបស់អ្នកទទួលបានការគាំទ្រកាន់តែច្រើននៅក្នុងទីផ្សារនោះផលិតផលរបស់អ្នកនឹងឈានមុខនៅក្នុងទីផ្សារជាពុំខាន